ឥឡូវនេះសូមនាំអ្នកទាំងអស់គ្នាទៅរករកកន្លែងដើរលេងស្អាតៗនៅខេត្តសៀមរាបនិងសកម្មភាពកំសាន្តជាច្រើនទៀតបាទឧទាហរណ៍ដំបូងយើងដើរលេងតាមភូមិមើលថ្ងៃលិចនៅភ្នំក្រោមមើលថ្ងៃរះនៅប្រាសាទអង្គរវត្តឬមើលទេសភាពតាមស្រុកស្រែដើម្បីចូលរួមគាំទ្រទេសចរនៅក្នុងស្រុកយើងផងដែរឥឡូវនេះខ្ញុំសូមបង្ហាញបងប្អូនពីរបៀបកក់ទុកជាមុននៅដំណើររបស់ខ្ញុំបាទយើងបើក ABA Mobile ចុចសេវាកម្មបន្ទាប់មកបាទជ្រើសរើសសេវាកម្មណាមួយដែលយើងពេញចិត្តបន្ទាប់មកខ្ញុំជ្រើសរើសកំសាន្តរួចចូលទៅក្នុងសេវាកម្មណាមួយដែលខ្ញុំពេញចិត្តឧទាហរណ៍ចាស់ស្ដីគឺខ្ញុំជ្រើសរើសអង្គរអាយបាទចុចនៅលើហ្នឹងយើងនឹងអាចធ្វើការទិញសម្បត្តិនៅក្នុងនេះតែម្ដងបាទសម្រាប់មនុស្សម្នាក់ឬក៏សម្រាប់ជាក្រុមខ្ញុំជ្រើសរើសបាទ Standard Ticket បាទចុចនៅលើហ្នឹងមកដាក់ចូលកន្ត្រករួចមកបាទធ្វើការគិតប្រាក់បន្ទាប់ពីគិតប្រាក់រួចបាទយើងនឹងទទួលបាននៅគូប៉ុងដែលរក្សានៅក្នុង app យើងតែម្ដងពេលទៅដល់កន្លែងយើងអាចបើកគូប៉ុងនេះដើម្បីបង្ហាញទៅកន្លែងអ្នកទទួលអតិថិជនគាត់នឹង scan រួចមកយើងនឹងប្រើប្រាស់សេវាកម្មនោះបានយ៉ាងងាយស្រួលតែម្ដងពេលទៅដើរលេងនៅណាក៏ដោយកុំភ្លេចឆែកមើលមុខងារសេវាកម្មនៅក្នុង ABA Mobile ដែលយើងអាចកក់សំបុត្រឡានជាមួយនឹងក្រុមហ៊ុនជាច្រើនដូចជា BookMe Bus Cambo Ticket Red Bus Vera Express អីជាដើមហើយក៏អាចកក់កន្លែងគេងបាទមុនដូចគ្នាផងដែរតាមរយៈ Agoda ហើយគេមាន promotion បញ្ចុះតម្លៃរហូតដល់ 25% កក់មុនតាម ABA ចំណេញហើយមិនបារម្ភគេកក់អស់នោះទេងាយស្រួលអត់ខាត់ពេលឬខុសផែនការដើរលេងនោះទេហើយពេលទៅដល់សៀមរាបកុំភ្លេច scan បងលុយតាម ABA KHQR ស្រួលចាយមិនបាច់ដាក់លុយតាមខ្លួនច្រើននោះទេបើអត់ទាន់មាន ABA ទេសូមចុច download ABA Mobile ចុចបើកគណនីរហ័សបើកប្រើបានភ្លាមៗដោយប្រើអត្តសញ្ញាណប័ណ្ណឬ passport តែប៉ុណ្ណោះ